ប្រហិតពេញប៉ងធ្វើពីសាច់ត្រីលាយតៅហ៊ូវិធីនេះខ្ញុំឃើញខាងចិនគេធ្វើទំនងមែនតើអញ្ចឹងហើយខ្ញុំក៏សាកល្បងដែរគ្រឿងផ្សំវិញមានតៅហ៊ូសម្រាប់ចៀននឹងម្ដុំធំប្រហិតត្រីបងប្អូនចង់ប្រើប្រហិតត្រីអីក៏បានដែរប្រហិតត្រីខ្ញុំកន្លះគីឡូខ្ញុំប្រើម្សៅពោតនឹងចំនួន2កូនចានខ្ញុំដាក់ម្សៅស៊ុប1ស្លាបព្រាស្ករ1ស្លាបព្រាកន្លះម្រេចបន្តិចនិងអំបិលកន្លះស្លាបព្រាច្បល់វាឲ្យចូលគ្នាបន្ទាប់មកបន្ថែមម្សៅពោតដែលនៅសល់មួយចានទៀតរួចក៏បន្តច្បល់វាបោកទៅបោកមកឲ្យវាស្អិតល្អប្រសិនជាលាយហើយបោកវាមិនសូវស្អិតវាជ្រាយអាចបន្ថែមម្សៅពោតបន្ថែមយកថង់ចាក់ប្រេងចូលបន្តិចរួចដាក់ច្រកប្រហិតត្រីចូលក្នុងនឹងត្រៀមទឹកកន្លះឆ្នាំងហើយកាត់គូតថង់ច្របាច់ប្រហិតនឹងចូលយើងចាប់ផ្ដើមពីទឹកមិនទាន់ពុះទៅបងប្អូនអំឡុងពេលហ្នឹងហាមកូរវាចាំទឹកពុះវាអណ្ដែតឡើងលើចាំយើងកូរវាកុំឲ្យវាឆ្អាបបន្ទាប់មកស្រង់វាដាក់សម្រស់ទឹកប្រហិតដែលនៅសល់អាចដាក់ក្នុងទូកកនៅពេលដែលចង់ធ្វើស៊ុបឬចង់ចៀនអីអាចយកវាចេញមកធ្វើញ៉ាំភ្លាមៗបាន